ឥឡូវឆ្លៀតពេលយើងធ្វើវីដេអូឲ្យបានច្រើនដើម្បីចែករំលែកក្នុងការបង្រៀនឥឡូវដើម្បី share ឯកសារយើងបើកឯកសារមួយមកហើយបន្ទាប់មកទៀតយើងមកចុចទៅលើ file លើ toolbar ចុចលើ file ហើយយើងយកពាក្យថា save as និង save as និង save ឯកសារដូចគ្នាចុចមួយឥឡូវខ្ញុំ save លើ document ឬក៏ save លើ desktop ឥឡូវខ្ញុំចូលចិត្ត save លើ desktop ចុចលើ desktop បន្ទាប់មកទៀតខ្ញុំចុចលើ desktop ម្ដងទៀតចឹងនៅក្នុង file name នេះខ្ញុំអាចលុបដាក់ឈ្មោះបន្ថែមពីលើនេះក៏បានប៉ុន្តែឥឡូវនេះខ្ញុំចង់បានវាទៅជា file PDF ចេញយកមកចុចទៅលើ insertion point សញ្ញាព្រួយនេះយកពាក្យថា PDF អូខេបន្ទាប់មកទៀតខ្ញុំចុចពាក្យ save ឬក៏ OK វាជាការស្រេចឥឡូវនេះយើងបានមកជា file PDF ហើយនេះយើងបាន file PDF ហើយបងប្អូន